ជួនកាលយើងជាពាក់កាន់គេអភ័យឲ្យយើងយើងទៅជារួចទុករួចទោសមិនបាច់ទៅរកលោកស្រោចទឹកកំណត់គ្រោះទេអាហ្នឹងអញ្ចឹងមានន័យថាម៉េចដូចអាយុវឌ្ឍនៈប្រមាណអញ្ចឹងនៅតែ7ថ្ងៃទៀតទៅគេម្ចាស់កាន់គេមកយកជីវិតគាត់ទៅក៏ប៉ុន្តែដល់ឲ្យលឺអញ្ចឹងដឹងអញ្ចឹងទៅព្រះសម្មាសម្ពុទ្ធព្រះឲ្យចម្រើនព្រះប្រតិសាយសេចក្តីល្អឲ្យគេម្ដាយឪពុកនឹងមុនប្រសងចម្រើនព្រះប្រតិសាយសេចក្តីល្អឲ្យគេ7យប់7ថ្ងៃដល់ថ្ងៃទី7ហ្នឹងម្ចាស់កម្មហ្នឹងពួកអរូបហ្នឹងគេមកយកគាត់ហ្នឹងមែនយកក្មេងហ្នឹងមែនដល់តែមកលឺសូត្រធម៌ហើយអាពេលចប់ធម៌ទៅម្ដាយឪពុកហ្នឹងផ្សាយសេចក្តីល្អឲ្យអ្នកទាំងអស់ហ្នឹងសូមឲ្យបានបនបានកសលស្មើនឹងខ្ញុំកុំឲ្យមានពីវេរានឹងគ្នាខ្ញុំក៏កុំឲ្យមានពីនឹងគេក៏កុំឲ្យមានពីនឹងខ្ញុំឲ្យយើងបានសេចក្តីសុខនិងអភ័យឲ្យគ្នាទៅវិញទៅមកឲ្យបានសេចក្តីសុខទាំងអស់គ្នាដល់ពេលម្ចាស់កម្មគេលឺសូត្រថាអ្នកម្ដាយឪពុកគាត់ហ្នឹងផ្សាយសេចក្តីក្មេងហ្នឹងផ្សាយសេចក្តីល្អឲ្យអញ្ចឹងយើងកុំឲ្យមានពីនឹងគេកុំឲ្យមានពីនឹងគេយើងចាំបាញ់មកយកគេឥឡូវហ្នឹងជាតិក្រោយគេមកយកអញវិញនៅតែចងគ្នាអញ្ចឹងដល់តែអញ្ចឹងទៅគេអភ័យឲ្យក្មេងហ្នឹងគេលែងយកក្មេងហ្នឹងគេសប្បាយចិត្តគេត្រឡប់ទៅវិញទៅមុននឹងត្រឡប់ទៅវិញគេឲ្យពរក្មេងហ្នឹងទៀតខ្ញុំនេះអាសត្រូវយើងដល់ពេលធ្វើឲ្យគេសប្បាយចិត្តទៅគេលែងខឹងយើងគេលែងជាបាតយើងគេទៅជាឲ្យពរយើងវិញខ្ញុំមើលគេឲ្យពរតែសុំឲ្យក្មេងហ្នឹងបានអាយុ120ទៅជា7ថ្ងៃត្រូវស្លាប់ទៅជាគេឲ្យពរអាយុ120បាន120មែនខ្ញុំក្មេងហ្នឹងទៅជាចម្រើនអាយុបាន120អញ្ចឹងបានតែយើងនាំគ្នាចិត្តតែមានទម្លាប់មួយធ្វើបន់ចម្រើនបច្ចុប្បន្នហ្នឹងដោយយករឿងអាយុវឌ្ឍនៈកម្មាហ្នឹងជាឧទាហរណ៍ក៏នាំគ្នាមកចម្រើនបច្ចុប្បន្នឲ្យម៉ែឲ្យទៅហ្នឹងអាហ្នឹងអញ្ចឹងហើយសេចក្តីសុខដែលកើតដោយមិនមានសេចក្តីសៅហ្មងគឺទោះបីយើងធ្វើល្អទៅកាន់គេមិនធ្វើល្អដាក់យើងវិញក៏ដោយក៏យើងនៅតែដឹងខ្លួនយើងថាយើងកំពុងតែធ្វើសេចក្តីល្អគឺយើងសប្បាយចិត្តនឹងអ្វីដែលយើងកំពុងតែធ្វើកុំចាំដល់គេធ្វើល្អមកយើងវិញបានយើងសប្បាយចិត្តអាហ្នឹងក៏អត់បានសុខដែរនឹងតោះតែយើងធ្វើល្អទៅគេហើយយើងអត់រំពឹងសេចក្តីល្អត្រឡប់មកវិញទេបើវាបានក៏បានបើវាមិនបានក៏តាមដំណើរមានញាតិញោមខ្លះកើតទុកណារឿងហ្នឹងច្រើនទៅមកថ្វាយគុំលោកគ្រូកណាដូចលែងចង់ធ្វើល្អដល់មែនតែនទៅមួយជាតិហ្នឹងដូចធ្វើល្អតែជាមួយមនុស្សជុំវិញខ្លួនប៉ាមនុស្សជុំវិញខ្លួនដូចមិនដែលឃើញសេចក្តីល្អកណាដូចផ្ដាល់តែទុកផ្ដាល់តែក្តៅកាហាយឲ្យវិញបានអាត្មាសួរថាញោមធ្វើល្អដើម្បីអីចង់បានសេចក្តីសុខបើចង់បានសេចក្តីសុខតើយើងដឹងខ្លួនយើងថាឲ្យតែអ្វីដែលយើងធ្វើគឺជាភាពត្រឹមត្រូវគឺគ្រាន់តែដឹងតែខ្លួនយើងបានធ្វើល្អទៅបានមិនចាំបាច់ឲ្យអ្នកដទៃគេដឹងថាយើងធ្វើល្អទេកាលណាក្នុងខ្លួនយើងដឹងថាយើងធ្វើល្អអាហ្នឹងសុខសុខចិត្តយើងសុខស្ងប់មិនបាច់អ្នកដទៃគេឃើញគេលឺគេទៅសើគេពោលហ្នឹងមកយើងវិញឬក៏គេតបសេចក្តីល្អណាមួយមកយើងវិញបានយើងសប្បាយចិត្តអាហ្នឹងគឺយើងអត់បានសប្បាយចិត្តទេហ្នឹងតើយើងរៀនទទួលស្គាល់ខ្លួនយើងថាយើងកំពុងតែដើរក្នុងផ្លូវមួយដែលត្រូវអ្វីដែលយើងធ្វើហ្នឹងត្រូវគឺយើងសប្បាយចិត្តនឹងដំណើរដែលយើងដើរទៅហើយខ្មែរយើងឆ្លងវប្បធម៌ពីចិនពេលដែលចិនវាឡើងទូកឡើងសពៅ100ស៊ីស្រុកខ្មែរយើងហ្នឹងហើយវាឡើងមកតែប្រុសទេឡើងសពៅ100ស៊ីលុកដូររបស់របរនៅស្រុកយើងហ្នឹង3ខែ4ខែបានវាឡើងសពៅត្រឡប់ទៅស្រុកវាវិញដល់វាឡើងមកយូរអញ្ចឹងវាចេះតែបែរញអាមកសពៅទៅខាងខេត្តបរសៃអនុទៅមកសពៅមកកោះកុងមកសពៅទៅតកែវទៅមកសពៅទៅកំពង់ចាមទៅមកសពៅទៅនេះទៅនោះវាបែកចែកកន្លែងនេះរកស៊ីលុកដូរអញ្ចឹងទៅអាចិននេះវាឆ្លាតតាំងពីដើមមកនឹងវាយកអាចារ្យរបស់កាពេកកប៉ុករបស់ស្រុកវានឹងយកមកដូរមាសដូរពេជ្រដូរប្រាក់របស់យើងសបោពេជ្រសបោមាសសបោប្រាក់សបោពេជ្រយើងមិនដឹងថារបស់នឹងមានតម្លៃប៉ុណ្ណាទេយើងដូរកែវដូរចានយកមកប្រើវិញហើយយកអារបស់មានតម្លៃទៅដូរឲ្យវាវិញដល់វាមកយូរទៅវាបានប្តីបានប្រពន្ធយើងយកស្រីខ្មែរនឹងធ្វើប្រពន្ធទៅហើយអាចំនួនអាចិននេះអាយុនេះតែមុនដេកដុតធូបមុនដេកដុតធូបញាក់ពីដេកដុតធូបហើយដល់ពេលប្តីទៅវិញបាត់ទៅអាប្រពន្ធនេះឃើញប្តីញាក់ពីដេកដុតធូបមុនចូលដេកដុតធូបអញ្ចឹងប្តីទៅក៏នៅតែដុតធូបជាប់ជាប្រចាំអញ្ចឹងទៅអញ្ចឹងដល់យូរទៅយើងបានខ្សែចឹងខ្សែអីនឹងកាន់តែច្រើនទៅនឹងកាត់តគ្នាច្រើនទៅបានទំនៀមទម្លាប់ដុតធូបហ្នឹងក៏ដុតតគ្នាមកតាំងពីសម័យដើមមករហូតទល់គ្នាសម័យថ្ងៃបច្ចុប្បន្នហ្នឹងអញ្ចឹងបានជាសម្ដេចព្រះសង្ឃរាជចូលទីញឲ្យជួនណាពេលដែលព្រះអង្គសិក្សាស្វែងយល់អំពីការបូជាទានធូបហ្នឹងលោកមើលអាការបូជាទានហ្នឹងប្រទីបហ្នឹងវាមានព្រោះលោកអ្នកប្រែបៃដកហ្នឹងបៃដកយើងហ្នឹងគឺក្រុមជំនុំប្រៃបៃដកមានសម្ដេចព្រះសង្ឃរាជចូលណាហួតតាអ៊ុំស៊ូហានជាម៉ែនសុកម៉ងសេះប៉ុនសុភិកប៉ាំងខាប់រុយសេងកំតោកាសិនឈឹមសុំយូអូនហ្នឹងក្រុមជំនុំប្រៃបៃដកទាំងអស់ហ្នឹងលោកប្រែមកលោកឃើញថាអាប្រទីបហ្នឹងវាមានព្រះអង្គមាន